សួស្តីបងប្អូនទាំងគ្នាបាទលើបង្ហាញបាទវីដេអូជូនបងប្អូនមួយពាក់ព័ន្ធនឹងដំណាំចន្ទីណាបងប្អូនអញ្ចឹងឃើញថាដំណាំចន្ទីរបស់យើងក៏ល្អដែរសម្រាប់បងប្អូនដែលមានដីចកាច្រើនអញ្ចឹងណាអញ្ចឹងសម្រាប់បងប្អូនដែលមានដីចកាច្រើនបងប្អូនអាចដាក់ដាំខ្លះទៅដំណាំគប់ផ្សំផ្សេងព្រោះអីចន្ទីបើយើងគិតទៅវាអត់ពិបាកក្នុងការថែទាំទេវាយើងដាំទៅគាត់ថាមួយរដូវកាលវាបានផលម្ដងអញ្ចឹងបងប្អូនដូចចកាចន្ទីគេនេះល្អបងប្អូនអើយការតែងមែករបស់គាត់គឺគាត់ធ្វើបានស្អាតបាទហើយគាត់នេះដូចជាគេទៅប្រមូលផលឲ្យថ្មីហើយដើមមួយយើងដើមនេះល្អបងប្អូនម្នាក់ឆ្លោះហ្មងហើយខ្ញុំធ្លាប់បានឃើញពេលដែលវាដល់ទិន្នផលគឺផ្លែច្រើនបងប្អូនហើយគាត់នៅគ្រាប់វិញឡើងព្រាលពេញដីហ្មងអញ្ចឹងវាជាឱកាសមួយល្អសម្រាប់បងប្អូនដែលមានដីចកាច្រើនយើងអាចដាំទៅយើងអាចដាក់ចន្ទីខ្លះទៅព្រោះអីវាមិនពិបាកក្នុងការថែទាំបានទេចន្ទីទោះបីមករដូវកាលវាបានផលម្ដងដែរអញ្ចឹងប៉ុន្តែសំខាន់ឲ្យតែយើងថែវាពេលដែលវាប្រមូលផលគឺវាស្រួលព្រោះអីវាអត់មានអីពិបាកទេវាគ្រាន់តែយើងរើសទៅយើងដាក់ជីដាក់អីខ្លះឲ្យតែងមែកតែងអីគឺវាមិនសូវជាស្មុគស្មាញប៉ុន្តែវាបញ្ហាបន្តិចពាក់ព័ន្ធនឹងចន្ទីបើសិនជាករណីភ្លៀងអាស៊ីតអីអញ្ចឹងវាអាចប៉ះពាល់ដល់ផ្កាប៉ុន្តែយើងព្យាយាមទៅសិក្សាតាមហ្នឹងព្រោះអីចន្ទីគឺឃើញថាវាតម្លៃបើតម្លៃទីផ្សារវិញគឺល្អមែនតើអញ្ចឹងតម្លៃគឺយើងអាចទទួលយកបានគឺវាមិនថោកពេកទេអញ្ចឹងហើយបងប្អូនចាំមើលទស្សនវិជ្ជានៅក្នុងវីដេអូហ្នឹងទៅខ្ញុំបង្ហាញជូនបងប្អូនយើងទាំងអស់គ្នាអញ្ចឹងណាគាត់ថានេះជាការ recommend របស់ខ្ញុំសម្រាប់បងប្អូនដែលមានដីចកាច្រើនទុកចោលដែលមិនដឹងថាដាំអីអញ្ចឹងណាយើងអាចដាក់ចន្ទីខ្លះទៅបើសិនជាដីប្រភពដីរបស់យើងល្អយើងអាចដាក់កស៊ូដីនៃអាយខ្លះទៅព្រោះឃើញថាវាទីផ្សារចន្ទីគឺវាល្អអញ្ចឹងណាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណបាយបើនិយាយពីដំណាំចន្ទីវិញបើពាក់ព័ន្ធនឹងទិន្នផលក្នុង1ហិកតាយើងអាចប្រមូលផលបានពី1តោន200គីឡូទៅ2តោនជាងអញ្ចឹងណាតាមប្រភេទដីតាមប្រភេទដើមពោះទិន្នផលវិញខ្ញុំបានសួរម្ចាស់គាត់ណាគាត់ថាទិន្នផលដែលគាត់បានគឺចន្លោះពី1200គីឡូទៅ2តោនក្នុង1ហិកតាហើយពាក់ព័ន្ធការប្រើប្រាស់ជីវិញគឺគាត់ប្រើជីធម្មជាតិទេបងប្អូនគឺលាយជីគីមីហ្នឹងគេហៅស្អីជីក្បាលក្បីណាបងប្អូនអញ្ចឹងយើងលាយទៅជាមួយជីអាចគោជីអីធម្មជាតិហ្នឹងហើយយើងឃើញសង្កេតឃើញតម្លៃនៅលើទីផ្សារគឺវាថ្លៃគួរសមចំពោះតម្លៃគឺវាថេរវាអត់ថោកពេកទេគឺវាអាចទទួលយកបានបងប្អូនដូចឆ្នាំនេះអីយើងឃើញថាតម្លៃចន្ទីអាចឡើងដល់រហូតដល់7500រហូតដល់7300ឡើងខ្លាំងណាឡើងខ្ពស់ខ្លាំងណាហើយពេលដែលតម្លៃវាចុះមកវិញក៏វានៅសល់67-68ដែរអាចថាអស់ថោកបំផុតចុងបញ្ចប់ក៏វានៅ4000ស្ដើងដែរអញ្ចឹងឃើញថាតម្លៃល្អចន្ទីហើយចំពោះនៃការជ្រើសរើសពូជដាំជាយោបល់របស់ខ្ញុំណាបងប្អូនអាចជ្រើសរើសពូជ M23 បាទពូជ M23 គឺជាពូជមួយដែលល្អក្របធំធ្ងន់ហើយតម្លៃគឺអត់ចាញ់គេទេបងប្អូនបាទ M23 ហ្នឹងគឺតម្លៃល្អមែនតើអញ្ចឹងបងប្អូនមើលទស្សនវិជ្ជានៃដើមចន្ទីនៅក្នុងចំការនេះគឺមើលទៅល្អពាក់ព័ន្ធនឹងការថែទាំរបស់ម្ចាស់ចំការគឺគាត់ធ្វើបានល្អមែនទែនបងប្អូនគឺមានការកាប់តែងមែកដាក់ជីគល់អីផ្សេងអញ្ចឹងមានន័យថារូបភាពនេះគឺប្រមូលផលហើយបងប្អូនបាទគឺនៅសល់មួយគ្រាប់ទេបងប្អូនហើយខ្ញុំក៏បានទៅថតលេងទៅឃើញចង់បង្ហាញបងប្អូនអំពីរបៀបថែទាំរបៀបតែងមែករបស់បងប្អូនយើងដែលគាត់មានបទពិសោធន៍ក្នុងការដាំចន្ទីអញ្ចឹងណាហើយចំពោះបងប្អូនដែលមានដីចកាច្រើនបងប្អូនអាចដាំចន្ទីខ្លះទៅកុំទុកដីចោលអញ្ចឹងណាបងប្អូនអាចដាំដំណាំគួបផ្សំផ្សេងដូចជាកស៊ូដូចជាចន្ទីអញ្ចឹងគឺតម្លៃបច្ចុប្បន្នគឺវានៅល្អគឺវាថេរគឺវាអត់មានការធ្លាក់ចុះទេទោះបីដែលទីផ្សារចាល់ច្រើនយ៉ាងណាក៏ចន្ទីក្របចន្ទីក៏វានៅតែថ្លៃគួរសម
ចឹងបងប្អូនមើលទៅចកាគេនេះខ្ទង់ប្រហែលជា3ហាត់បងប្អូនបាទចំពោះការថែទាំការដាក់ជីខ្ញុំឃើញគាត់ធ្វើបានល្អមែនតើបងប្អូនសំបីតែសម្អាតស្មៅអីគឺអត់សូវមានដុះញ៉ៃញ៉ៃទេគឺគាត់មានការតែងម៉េចល្អមែនតើអញ្ចឹងណាអញ្ចឹងពេលខ្លះយើងគួរតែរៀនសូត្រពីអ្នកដែលគេធ្វើបានអ្នកដែលគេធ្វើជោគជ័យអញ្ចឹងណាហើយចន្ទទីគឺជាដំណាំមួយដែលវាមិនស្មុគស្មាញទេបងប្អូនគ្រាន់តែថែទាំរឿងជីរឿងថ្នាំបាញ់ថ្នាំប៉នហើយយើងការពារតែបញ្ហាមួយចម្បងទៅបើសិនជាយើងការពារបានគឺបញ្ហាដែលបងប្អូនប្រឈមខ្លាំងចំពោះដំណាំចន្ទទីគឺភ្លៀងអាស៊ីតពេលដែលភ្លៀងអាស៊ីតមកម្ដងម្កាលគឺវាធ្វើឲ្យផ្កាចន្ទទីហ្នឹងគឺវាងាប់អញ្ចឹងពេលដែលយើងជួបប្រទះនៅបញ្ហាដូចជាភ្លៀងកក់ខែដើមឆ្នាំដំបូងបងប្អូនត្រូវតែត្រៀមបាទសម្រាប់ពេលដែលភ្លៀងហើយពុបអញ្ចឹងបងប្អូនត្រូវបាញ់ជីបំពន់អីផ្សេងអញ្ចឹងណាដើម្បីជំនួយដល់ផ្កាចន្ទីដើម្បីកុំឲ្យវាមានផលប៉ះពាល់ឃើញថានៅខាងស្រុកខ្ញុំនៅខាងសម្បូរយើងណាអញ្ចឹងដំណាំចន្ទីរបស់បងប្អូនយើងគឺឃើញថាទិន្នផលគឺបានគួរសមគ្រាន់បើដែរអញ្ចឹងវីដេអូនេះគឺមិនមានអីវែងឆ្ងាយទេគ្រាន់តែចង់ចែកម្លែកជូនបងប្អូនទាំងអស់គ្នាឲ្យមកស្វែងយល់និងអាចគិតមើលតែយើងគួរតែទុកដីចោលឬក៏យើងដាំដំណាំផ្សេងដូចជាដំណាំចន្ទីដូចជាដំណាំកស៊ូព្រោះអីឃើញថាទីផ្សារដំណាំទាំងអស់ហ្នឹងគឺវាល្អគឺវាមិនជាថោកហើយក៏មិនជាថ្លៃអីពេកដែរគាត់ថាវាធ្វើឲ្យយើងបងប្អូនកសិករយើងអាចទទួលយកបានព្រោះដោយសារតម្លៃវាសមរម្យអញ្ចឹងណាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាចំពោះការទស្សនាវីដេអូនេះរហូតដល់ចប់អរគុណបាយបាយ